តែងតែណែនាំឲ្យអ្នកម្ដាយគ្រប់រូបត្រូវតែបំបីដោះកូនដោយទឹកដោះចាប់ពីកើតរហូតដល់6ខែឬក៏បន្តចាបំបីកូនរហូតដល់2ឆ្នាំសូមជម្រាបសួរប្រិយមិត្តទូរទស្សនិកជនសូមស្វាគមន៍ការវិលត្រឡប់មកជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធី Ozy Farm Podcast នៅក្នុងអេពីសូតទី3នេះយើងនឹងយកនៅប្រធានបទមួយតាក់ទងទៅលើការបំបៅដោះកូនដោយទឹកដោះថាតើមានអត្ថប្រយោជន៍ដល់កម្រិតណាអញ្ចឹងវិក្កាមទាំងពីររូបនឹងចែករំលែកជូនទៅដល់បងប្អូនទាំងអស់ជាពិសេសគឺស្ត្រីដែលសម្រាប់បុត្រហើយតើទទួលបាននូវអត្ថប្រយោជន៍អ្វីខ្លះពីការចែករំលែកសូមជួបជាមួយនឹងពួកគាត់ទាំងពីររូបដូចតទៅជំរាបសួររតបាទជំរាបសួរប្រពន្ធសម្លាញ់ជួបគ្នាទៀតហើយណាចាជារៀងរាល់ពេលគឺយើងបានជួបគ្នាចារីកនៅពេលដែលបានមកជួបជាមួយនឹងបងប្អូនទាំងអស់គ្នាដែលចែករំលែកនឹងបទពិសោធន៍អ្វីដែលធ្លាប់ឆ្លងកាត់មកបាទហើយជាពិសេសតាមរយៈ podcast យើងឥឡូវនេះគឺមានបងប្អូនទស្សនិកជនហើយគាត់មើលទៅតាម page ណាគាត់សួរគាត់ចង់ដឹងអីហ្នឹងគាត់មានចម្ងល់អីហ្នឹងគាត់តែងតែ comment សួរហើយគាត់ comment សួរតាក់ទងទៅលើប្រធានបទមួយការបំបើដោះកូនតើមានអត្ថប្រយោជន៍ខ្លះព្រោះថាបងប្អូនមួយចំនួនគាត់បានដឹងហើយតែបងប្អូនមួយចំនួនផ្សេងទៀតគាត់បានដឹងតែនៅពេលដែលបំបើដោះកូនដោយទឹកដោះនេះវាផ្ដល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់ទារកហើយនិងសម្រាប់ម្ដាយដែលបំបើដោះកូនដោយទឹកដោះហ្នឹងចាអាចចែករំលែកបានទេតាមរដ្ឋដែលត្រៀមលក្ខណៈនឹងបំបើដោះកូនត្រៀមខ្លួនធម្មតាគឺទទួលនៅការយល់ដឹងច្រើនដែរចាពេលយើងសូត្របទសំណួរនេះគឺខ្ញុំនឹងអាចរៀងពិបាកឆ្លើយបន្តិចព្រោះខ្ញុំអត់ទាន់ឆ្លងកាត់ទេប៉ុន្តែសម្រាប់នាងខ្ញុំផ្ទាល់គឺខ្ញុំបានត្រៀមលក្ខណៈរួចរាល់ហើយចាហើយនាងខ្ញុំបានមើលនៅការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាលចាគឺគាត់តែងតែណែនាំឲ្យអ្នកម្ដាយគ្រប់រូបត្រូវតែបំបៅដោះកូនដោយទឹកដោះចាប់ពីកើតរហូតដល់6ខែឬក៏បន្តចាបំបៅកូនរហូតដល់2ឆ្នាំចាអញ្ចឹងខ្ញុំខ្លួនឯងក៏ខ្ញុំត្រៀមលក្ខណៈដែរចាពីព្រោះអីទឹកដោះម្ដាយគឺមានសារធាតុចិញ្ចឹមច្រើនណាបងចាទឹកដោះម្ដាយតែមួយមុខទេគឺមានសារធាតុគ្រប់ទាំងអស់ដោយមិនចាំបាច់ឲ្យកូនញ៉ាំអីទាំងអស់ចាអញ្ចឹងខ្ញុំត្រៀមលក្ខណៈហ្នឹងគឺត្រៀមតាំងពីខ្ញុំមានទម្ងន់ចាពីព្រោះអីខ្ញុំញ៉ាំជាមួយនឹងម្សៅទឹកដោះគោ Ozy Farm Pregnant Mother ពីព្រោះអីវាជំនួយទៅដល់សុខភាពទាំងម្ដាយជំនួយដល់សុខភាពទាំងកូនហើយនៅពេលដែលញ៉ាំទឹកដោះគោនេះហើយគឺវាជួយបង្កើនទៅដល់ទឹកដោះទៀតអញ្ចឹងគឺខ្ញុំបានត្រៀមលក្ខណៈរួចរាល់ហើយថាខ្ញុំនឹងបំបីដោះកូនដោយទឹកដោះចាពីព្រោះអីវាបានផ្ដល់នូវភាពស្និទ្ធស្នាលម្ដាយទៅកូនចាយើងតែងតែឃើញហើយនៅពេលដែលកូនគាត់សម្រាលមកគឺលោកគ្រូពេទ្យអ្នកគ្រូពេទ្យតែងតែយកកូនមកដាក់នៅលើទ្រុងម្ដាយដើម្បីឲ្យមានភាពស្និទ្ធស្នាលចាអញ្ចឹងខ្ញុំអាចនិយាយថាខ្ញុំចង់ឃើញទស្សនវិជ្ជាបែបហ្នឹងមែនទេចាហើយខ្ញុំត្រៀមលក្ខណៈថាខ្ញុំនឹងបំបីដោះកូនដោយទឹកដោះចាអត់គ្រាន់តែរត់លើកយកនៅនេះយើងសម័យឃើញជាពិសេសគឺម្ដាយបងអូនពេលដែលគាត់បំបីដោះកូនដោយទឹកដោះពេលដែលកូនកើតមកគឺមានអារម្មណ៍ថាគាត់នឹងសុបាយចិត្តហ្មងភាពស្និទ្ធស្នាលហ្នឹងចាហើយចុះនាងសុជាតិបាទព្រោះថាយើងមានបទពិសោធន៍ហើយមិនត្រឹមតែបំបើដោះកូនដោយទឹកដោះទេឪក៏អញ្ចឹងមិនមែនមួយចាមកជាតិមិនមែនមួយមិនមែនពីរមិនមែន3 4ចាតាមបទពិសោធន៍និយាយទៅបទពិសោធន៍និយាយទៅកូន3នាក់ហ្នឹងគឺសួរថាទឹកដោះម្ដាយសំខាន់អត់គឺសំខាន់ខ្លាំងមែនតើទោះបីជានាងខ្ញុំរវល់មមាញឹកការងារជារៀងរាល់ពេលរាល់ថ្ងៃយ៉ាងណាក៏ដោយនាងខ្ញុំអត់ដែរចោលលើរឿងទឹកដោះម្ដាយនឹងចាគឺព្យាយាមឲ្យគាត់ញ៉ាំបាន2ខែ3ខែគឺនាងខ្ញុំគិតថានៅពេលដែលគាត់ទទួលបាននៅការបំបៅដោះម្ដាយគឺគាត់ទទួលបាននៅគេថាវីតាមីនចារហូតទៅដល់គេថាអ្វីដែលជាជំនួយដល់សុខភាពរហូតដល់200សារធាតុចិញ្ចឹមរហូតដល់200មុខឯណោះចាហើយមួយទៀតដូចយើងនិយាយយ៉ាងពេលដែលយើងឲ្យកូនយើងមកបំបៅដោះគឺយើងមានអារម្មណ៍ថាយើងមានសេចក្តីសុខចាយើងពេលឲ្យគាត់បំបៅបដាយើងមើលទៅមុខគាត់បដាយើងមានអារម្មណ៍ថាយើងសប្បាយចិត្តហើយយើងកក់ក្ដៅមែនតែនចាហើយនៅពេលនោះយើងទទួលបានគេថាការដុតកាឡូរីយើងចាឲ្យវាត្រឡប់មកពីដើមវិញចាប់ពេលខ្លះយើងមិនធម្មតាយើងទងន់យើងឆ្លងទលេហើយវាមិនឡើងគីឡូខ្លាំងចាដល់ពេលដែលយើងបំបៅដោះកូនក៏វាជួយឲ្យយើងកាត់បន្ថយការស្រកគីឡូនោះបានព្រោះថាបឺតយកក្រេបជក់យកនៅសារជាតិបាទល្អច្រើនពីម្ដាយទៅដល់កូន
ចាត្រឹមត្រូវមែនតែនហើយមួយទៀតសម្រាប់នៅពេលដែលអ្នកម្ដាយខ្លះគាត់មានលទ្ធភាពបានន័យថាគាត់មានលទ្ធភាពហ្នឹងទឹកដោះគាត់នៅមានបន្តរហូតគាត់អាចឲ្យកូនគាត់បន្តបើកបានតែអ្នកខ្លះទៀតគាត់រវល់អ្នកខ្លះទៀតក៏គាត់មិនមានលទ្ធភាពបន្តការបើកដោះកូននឹងដែរអញ្ចឹងយើងគួរតែស្រាវជ្រាវឬក៏គិតមើលថាតើម្សៅទឹកដោះកូនណាដែលតម្រូវឲ្យកូនយើងយកមកបើដើម្បីឲ្យគាត់មានការលូតលាស់និងមានសុខភាពល្អឆ្អឹងរឹងមាំខួរក្បាលឆ្លាតវាងវៃហើយមួយទៀតសម្រាប់អ្នកម្ដាយនៅពេលដែលយើងប្រសូតបុត្រហើយអញ្ចឹងក៏គួរតែបន្តការជ្រើសរើសយកនៅអាហារូបត្ថម្ភណាដែលល្អចាសម្រាប់សុខភាពខ្លួនយើងហើយនឹងកូនចាគឺយកមកដើម្បីបំពេញនៅគេថាចំណុចចន្លោះខ្វះខាតសម្រាប់សុខភាពរបស់យើងជួយជួសជុលនិងធ្វើឲ្យយើងរឹងមាំសុខភាពល្អប្រសើរឡើងគឺយើងជ្រើសរើសយកនៅទឹកដោះគោAussie Farm Pregnant Mother ចានេះខ្ញុំហ៊ានធានាជូនតែម្ដងចាដោយសារតែនាងខ្ញុំបានឆ្លងកាត់នៅការញ៉ាំជាប្រចាំហើយក៏ដូចគ្នានឹងចង់ចែករំលែកអ្វីដែលជារឿងល្អៗសម្រាប់អ្នកម្ដាយសម័យថ្មីឥឡូវឲ្យបានជ្រាបផងដែរចាបាទអរគុណបាទត្រង់នៅក្នុងប្រធានបទនេះក៏មានសារៈសំខាន់ខ្លាំងណាស់ដែរសម្រាប់ស្ត្រីទាំងអស់ព្រោះថាដូចរដ្ឋបានជំរាបជូនដល់បងប្អូនអញ្ចឹងតាមក្រសួងសុខាភិបាលផ្សព្វផ្សាយយ៉ាងហោចណាស់ក៏ឲ្យកូនបើទឹកដោះម្ដាយហ្នឹងរយៈពេលរហូតដល់6ខែបាទព្រោះថាទឹកដោះម្ដាយនេះនៅពេលដែលយើងមកបើដោះកូនឲ្យទឹកដោះទៅដល់កូនរបស់យើងគឺមានសារធាតុចិញ្ចឹមហ្នឹងគឺច្រើនមែនទែនបាទដូចមិញហ្នឹងលើកឡើងដល់200មុខជាងមានច្រើនណាស់ហើយស្និទ្ធស្នាលពេលដែលខ្ញុំជឿថាខ្ញុំមិនមែនជាអ្នកបើដោះកូនទេប៉ុន្តែគ្រាន់តែថាម្ដាយគ្រប់រូបពេលដែលយើងបាន3កូនហើយយកមកបើបាទមើលទៅកូនស្ដាប់បេះដូងស្ដាប់ដង្ហើមចេញចូលអារម្មណ៍ស្និទ្ធស្នាលបាទស្និទ្ធស្នាលមែនទែនហើយបន្ថែមលើសពីនេះធ្វើឲ្យរាងកាយរបស់កូនយើងហ្នឹងគឺមានសារធាតុគ្រប់គ្រាន់ប៉ុន្តែដោយឡែកសម្រាប់ស្ត្រីដែលពិបាកមានទឹកដោះបាទពិបាកមានទឹកដោះសម្រាប់ឲ្យកូនបើហ្នឹងក៏ជ្រើសរើសយកនៅសារធាតុយើងអាចញ៉ាំអាហារដែលមានអាហារូបត្ថម្ភដើម្បីជួយឲ្យមានទឹកដោះប៉ុន្តែបើសិនជានៅតែពិបាកយ៉ាងទៀតបងប្អូនអាចជ្រើសរើសយកនៅទឹកដោះគោ Aussie Farm Pregnant Mother នេះជ្រើសរើសយកទៅពិសាដើម្បីបន្តទៀតព្រោះថានៅពេលដែលយើងមានផ្ទៃពោះមុនពេលផ្ទៃពោះយើងញ៉ាំ Aussie Farm Pregnant Mother កំពុងតែកំឡុងពេលមានផ្ទៃពោះនោះក៏យើងញ៉ាំបន្តហើយនៅពេលដែលសម្រាលហើយក៏យើងនៅតែញ៉ាំដល់បន្តទៀតដើម្បីឲ្យយើងមានទឹកដោះគ្រប់គ្រាន់មានសារធាតុគ្រប់គ្រាន់ដើម្បីឲ្យកូនរបស់យើងបើបាទអញ្ចឹងបងប្អូនអាចជ្រើសរើសយកនៅទឹកដោះគោ Aussie Farm Pregnant Mother យកទៅពិសាសម្រាប់ស្ត្រីគ្រប់រូបនៅពេលដែលមានផ្ទៃពោះហើយនឹងក្រោយសម្រាប់បុត្រហើយបាទអរគុណបាទប្រិមត្តទូរទស្សនិកជនសម្រាប់កម្មវិធី Aussie Farm Podcast នៅអេពីសូតទី3ប្រធានបទតើការបំបើដោះកូនឲ្យទឹកដោះនេះមានអត្ថប្រយោជន៍យ៉ាងណាលោកអ្នកក៏បានរីករាយទស្សនានិងបានទទួលនៅបទពិសោធន៍បាទជាច្រើនពីអ្នកដែលមានផ្ទៃពោះក៏ដូចជាអ្នកដែលមានកូនដល់3ហើយបាទបទពិសោធន៍ច្រើនមែនទែនអញ្ចឹងយើងសង្ឃឹមថាយើងនឹងជួបគ្នានៅអេពីសូតបន្តទៀតទាក់ទងទៅលើអត្ថប្រយោជន៍ជាច្រើនទៀតសម្រាប់បងប្អូនស្ត្រីគ្រប់រូបជាពិសេសគឺអ្នកដែលមានបុត្រឬក៏មានផ្ទៃពោះបាទមុននឹងបញ្ចប់យើងខ្ញុំទាំង3រូបក៏សូមខន្តីអភ័យទោសទុកជាមុនបើសិនជាការចែករំលែកនៅបទពិសោធន៍លើសលួសខ្វះខាតត្រង់ចំណុចណាក៏សូមមេត្តាអធិស្ឋានហើយបងប្អូនដែលកំពុងតាមដានទស្សនាតាមរយៈកម្មវិធី Aussie Farm Podcast នេះបើសិនជាមានចំណុចណាល្អបន្ថែមបាទអាច comment នៅក្នុង podcast របស់យើងបានដើម្បីយើងយកទៅធ្វើការអភិវឌ្ឍហើយនឹងចែករំលែកបន្តទៅទៀតជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនជាពិសេសគឺស្ត្រីដែលកំពុងតែពពោះហើយនឹងសម្រាប់បុត្រហើយនៅក្នុងកម្មវិធីនេះខ្ញុំបាទក៏សូមអរគុណទៅដល់វិក្កាមទាំងពីររូបម្ដងទៀតដែលបានចូលរួមនៅក្នុងកម្មវិធីហើយក៏អរគុណទៅដល់សន្តាគារដ៏ប្រណិតបាទដ៏អស្ចារ្យស្ថាគារ Novotel ភ្នំពេញបឹងកេងកង1សម្រាប់ដំណើរការនៅក្នុងកម្មវិធី Aussie Farm Podcast ហើយនៅក្នុងពេលនេះយើងខ្ញុំទាំង3រូបសូមអរគុណសូមគោរពលា